setting goals បានកុំឲ្យជ្រុលពេកកុំឲ្យងើបព្រលឹមឡើង more goal setting ទៅសេទៀត you are going to kill yourself stress out yourself ទៅមកអាយុ20ឆ្នាំមកពិបាកខ្វល់ខ្វាយពេកអត់ទៅរួចទេ relax មើលជីវិតជា big picture ស្អីទៅជារូបភាពនៃជីវិតដែលខ្ញុំចង់ទៅខ្ញុំចង់ធ្វើខ្ញុំចង់ឃើញគ្រាន់តែប៉ុណ្្នឹងសឹងតែគ្រប់គ្រាន់ហេតុអ្វីជីវិតមានពីរទីមួយយើងរៀបផែនការជីវិត yes you should plan have some plan ចង់ធ្វើស្អី5ឆ្នាំទៀត10ចង់ឃើញអី yeah have some sketching what you want to do in life ប៉ុន្តែត្រូវចាំថាទី2ជីវិតក៏កើតឡើង something you don't plan for វាមិនមែនគួយតែកើតឡើងដោយសារយើងធ្វើផែនការវាទេវាមានអ្វីកើតឡើងដោយគ្មានផែនការមិនហៅថាជីវិតជាដំណើរផ្សងព្រេងតែខ្ញុំនិយាយពីដំបូងដូច្នេះខ្ញុំនិយាយចំណុចនេះចង់បញ្ជាក់បងប្អូនកុំឲ្យធ្វើខ្លួនឯងរហូតទៅដល់ពិបាកក៏ខ្វល់ខ្វាយឬក៏ប្រឹងប្រែងហួសហេតុពេកគ្រាន់តែមានគំនិតខ្ញុំថាល្អហើយខំប្រឹងទៅដូច្នេះជីវិតកើតមកអត់ plan ហ្នឹងខ្ញុំជម្រាបជូនខ្ញុំអង្គុយនៅគណៈរដ្ឋមន្ត្រីប្រជុំហើយបានទទួលទូរស័ព្ទពីលោកតាបណ្ឌិតកុលភេខ្ញុំយកឧទាហរណ៍ស្រួលឲ្យបងប្អូនភ្ជាប់វាលោកតាកុលភេទៀតហ្នឹងទេបងខ្ញុំអីមនុស្សធ្វើការនៅក្នុងរដ្ឋាភិបាលគួយជួបគ្នារាល់ថ្ងៃសុក្រតែថ្ងៃសុក្រគួយគណៈរដ្ឋមន្ត្រីហើយគាត់ទេមកគាត់ទេថាលោកបងជួបគ្នាបានទេជួបគ្នាបានទៀតសួរបានទៀតខ្ញុំថាមានអីលោកតាបងមានចង់មានវិស័យអីទៅញ៉ាំកាហ្វេមួយគ្នាហើយផ្លែកដែរទី1ទេមកទី2មានណាត់ម៉ោងណាត់ពេលកាហ្វេហើយកន្លែងទៀតកន្លែងទៅរ៉ាហ្វូលហូតែលប៉ាកាយ5មកសម្បើទេលោកតាមានកម្មវិធីសម្បើទេខ្លីសង្ខេបសាច់រឿងគាត់និយាយច្រើនខ្ញុំស្ដាប់គាត់គ្រាន់តែប្រាប់ថាចង់ឲ្យបូតមកចូលរួមជួយខាងការអប់រំសួរថាអានឹងខ្ញុំមានបានរៀបទុកទេ Am I planning this No I am not ចង់បញ្ជាក់បងថាជីវិតវាជាដំណើរបំដើរវាទៅទំនាក់ទំនងឲ្យច្រើនមានបទពិសោធន៍ឲ្យច្រើនអ្វីធ្វើគុណទាំងអស់មិត្តល្អជួបមនុស្សល្អគុណឱកាសរឹតតែច្រើនយល់ទេណាហើយទទួលរៀបចំឱកាសដូច្នេះវាមានឱកាសពេលវេលាដែលបងប្អូនឯងត្រូវឆ្លាតស្គាល់ឱកាសស្គាល់ពេលហើយនឹងមួយទៀតធំគោលការណ៍មនុស្សប្រកាន់គោលការណ៍បែងចែកខ្មៅនិងសខុសនិងត្រូវថ្ងៃនេះទៅភូមិវិញជួបមិត្តភ័ក្តិជំរាបសួរគេឲ្យផ្លែឈើអូនឯងល្អណាស់មិត្តភ័ក្តិពូម៉ាបែកគ្នាឲ្យឆ្នាំហើយជាប់បរិញ្ញាបត្រទៅវិញលែងស្គាល់គេសារ៉ូសិស្សណាក៏ដោយទាំងអស់ដែលអង្គុយនៅកន្លែងហ្នឹងខ្ញុំឲ្យលោកឯងសូត្រប្រសងមួយយ៉ាងណាសូត្រគ្រាន់តែជាប់បរិញ្ញាបត្រលែងស្គាល់គេលែងស្គាល់ឯងមើលផ្កាយមើលមេឃចពុកជើងដួលព្រោះជីវិតណាកុំមានក្នុងហ្នឹងបែបមិនច្រើនទេមិនមានដុសខាត់វាបង humble keep life simple and humble please ធ្វើជីវិតឲ្យសាមញ្ញជាប់បរិញ្ញាក៏ដោយតែ CEO ក៏ដោយ Director ក៏ដោយស្អីក៏ដោយសាមញ្ញព្រះសម្ដេចជួនណាតសង្ឃដីកាថាជីវិតខ្លីណាស់ធ្វើរឿងល្អរៀបចំខ្លួនឲ្យល្អតែអញ្ចឹងយ៉ាងនេះគាត់ឱកាសក្នុងជីវិតបងរៀបឲ្យស្រួលទៅធ្វើខ្លួនឲ្យវាសាមញ្ញទួនភ្លួនថ្លៃថ្នូរស្មោះត្រង់ឱកាសជួបមនុស្សល្អឱកាសកិច្ចការក៏មកតាមនឹងដែររៀបចំផែនការខ្លះបានរៀបខ្លួនយើងឲ្យទៅជាមនុស្សល្អមួយសិនបើអញ្ចឹងយើងអត់ជួបមនុស្សល្អទេយើងអត់ជួបមនុស្សល្អទេអត់ជួបមនុស្សល្អនឹងអត់ខ្លាយជាអ្នកដឹកនាំល្អទេអត់មានឱកាសទេនេះជាកលឹះដូចមួយសំខាន់ណាស់ក្នុងជីវិត I call this the art of life ជាសិល្បៈនៃជីវិតខ្វះសិល្បៈដើរធ្លាក់ជ្រោះហើយរឹងឆ្កើតអញញឹមនឹងដូចបបាថ្លៃអញញឹមមកច្រើនហើយរាប់រកគេកុំប្រកាន់ថាអ្នកនេះស្ទឹងមានជ័យអ្នកនេះបទីមានជ័យអ្នកនេះក៏ចេះអញភ្នំពេញ no 0ទៀតអានឹងឲ្យ0ហើយនេះអ្នកធាក់ស៊ីក្រូកំពុងនិយាយនេះអ្នកធាក់ស៊ីក្រូកំពុងនិយាយមួយបងនេះមនុស្សយើងអត់សំខាន់
យើងមកពីណាទេកំពុងធ្វើអ្វីអត់សំខាន់អតីតកាលយ៉ាងណាអត់សំខាន់រៀបខ្លួនឯងពីថ្ងៃនេះទៅឲ្យជាមនុស្សមួយសាមញ្ញថ្លៃថ្នូរស្មោះត្រង់សាច់ការ